សូមជម្រាបសួរប្រិយមិត្តជាទីមេត្រីចារីករាយស្វាគមន៍មកកាន់វីដេអូថ្មីរបស់នាងខ្ញុំថ្ងៃនេះសូមនាំអារម្មណ៍ប្រិយមិត្តមកស្គាល់និងយល់ដឹងនៅវត្តមួយដែលល្បីល្បាញចាគឺវត្តឈើខ្មៅចាវត្តឈើខ្មៅគឺសាងសង់ឡើងនៅអំឡុងឆ្នាំ1887ធ្វើឡើងពីឈើខ្មៅជារៀងរាល់ឆ្នាំមិនថាទឹកជន់ធំប៉ុណ្ណានោះទេក៏ទីទួលនៃព្រះវិហារនេះពុំដែលលិចលង់ដោយសារទឹកជំនន់ទឹកភ្លៀងនោះទេចាប្រិយមិត្តជាទីមេត្រីអញ្ចឹងសូមអញ្ជើញប្រិយមិត្តមកដឹងអំពីប្រវត្តិខ្លះៗនៃវត្តឈើខ្មៅនៅតាមបណ្ដោយតំបន់ព្រៃលិចទឹកនៃបឹងទន្លេសាបទីទួលមួយដែលស្ថិតនៅក្នុងភូមិកោះជីវាំងឃុំព្រៃចាស់ស្រុកឯកភ្នំខេត្តបាត់ដំបងដែលមានចម្ងាយប្រហែលជាង50គីឡូម៉ែត្រពីសាលាខេត្តបាត់ដំបងដែលកាលពីដើមឡើយគ្រាន់តែជាទីទួលមួយសម្បូរទៅដោយដើមឈើខ្មៅប៉ុណ្ណោះបើគិតទល់នឹងពេលនេះអារាមនេះមានអាយុកាលប្រមាណ138ឆ្នាំមកហើយបើយោងតាមប្រភពរដ្ឋបាលខេត្តបាត់ដំបងសំណង់វិហារទីនេះត្រូវបានសាងសង់ឡើងនាអំឡុងឆ្នាំ1887ធ្វើឡើងពីឈើខ្មៅក្នុងតំបន់នេះតែម្ដងនិងឲ្យឈ្មោះថាវត្តឈើខ្មៅទីអារាមនេះមានរឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍មួយដោយហេតុថាជារៀងរាល់ឆ្នាំមិនថាមានទឹកជន់ធំប៉ុណ្ណានោះទេក៏ទីទួលនៃព្រះវិហារនេះពុំដែលលិចលង់ដោយទឹកជំនន់ទឹកភ្លៀងនោះដែរហេតុនេះហើយទើបអ្នកភូមិមានជំនឿនឹងទុកជាទីទួលស័ក្តិសិទ្ធិហើយបានប្រសិទ្ធនាមមួយទៀតឲ្យអារាមនេះថាទួលអណ្ដែតឯរឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតនោះគឺទូកងមួយដែលធ្វើឡើងស្របពេលជាមួយនឹងវត្តចំណាស់នេះធ្វើឡើងពីឈើគគីដែលដុះនៅលើទួលនេះតែម្ដងត្រូវបានអ្នកស្រុកជឿថាមានឫទ្ធិបារមីនៅថែរក្សាព្រោះប្រណាំងពេលណាមិនដែលចាញ់នោះទេចាប្រិមិត្តជាទីមេត្រីនេះគឺជាប្រវត្តិខ្លះៗរបស់វត្តឈើខ្មៅចាប្រសិនបើប្រិយមិត្តមានចំណាប់អារម្មណ៍ចង់ទៅទស្សនាផ្ទាល់នៅវត្តឈើខ្មៅនេះកុំភ្លេចអញ្ជើញទៅទស្សនាផងចាវីដេអូនាងខ្ញុំក៏ឈានមកដល់ទីបញ្ចប់ដែរអរគុណប្រិយមិត្តដែលចំណាយពេលវេលាទស្សនាវីដេអូរបស់នាងខ្ញុំជូនពរដល់ប្រិយមិត្តចាឲ្យជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនចារកស៊ីទទួលទានមានបានគ្រប់ក្រុមគ្រួសារចាពេលនេះនាងខ្ញុំក៏សូមអរគុណចាសូមជម្រាបលាជួបគ្នាជាមួយនាងខ្ញុំនៅវីដេអូក្រោយៗជាបន្តបន្ទាប់ទៀត